លោកឧត្តមសេនីយ៍តូសិតឡោះដឹកនាំកម្លាំងនគរបាលជាច្រើនអ្នកចុះជួយពលរដ្ឋអគ្គិភ័យឆេះសទ្ធាគារមីងឌូនៅក្រុងប៉ោយប៉ែតនៅយប់ថ្ងៃទី15ខែកញ្ញាឆ្នាំ2023នេះវេលាម៉ោងប្រមាណ 9:30 នាទីមានករណីអគ្គិភ័យមួយបានឆាបឆេះសទ្ធាគារមួយកន្លែងយីហៅមីងឌូស្ថិតនៅភូមិក្បាលស្ពានមួយសកាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឆេះជាន់លើបង្អស់ជាន់ទី9លោកឧត្តមសេនីយ៍តូសិតឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងក្រមអវ៉ានកម្លាំងប្រចាំបញ្ជាកម្លាំងជំនាញពលរដ្ឋអគ្គិភ័យកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកម្លាំងបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ911 891ជាច្រើនរូបចុះជួយអន្តរាគមន៍និងបញ្ជូនរថយន្តពលរដ្ឋអគ្គិភ័យចំនួន8គ្រឿងដើម្បីពន្លត់ករណីអគ្គិភ័យមួយនេះទន្ទឹមគ្នានោះអាយុដំអ៊ុំរិត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងកន្លែងកាត់ហេតុភ្លាមៗដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខធ្វើយ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធភាពមិនរាលដាលបន្តប្រតិបត្តិការពលរដ្ឋអគ្គិភ័យនេះក៏បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថយោធានិងអាជ្ញាធរមូលដ្ឋានបណ្ដាក្រុមហ៊ុនកាស៊ីណូនៅជីដែននិងអាជ្ញាធរថៃក៏បានបញ្ជូនរថយន្តពលរដ្ឋអគ្គិភ័យក្រុមសង្គ្រោះក៏បានបញ្ជូនរថយន្តពលរដ្ឋអគ្គិភ័យក្រុមសង្គ្រោះមួយចំនួនមកជួយកន្លែងកាត់ហេតុផងដែរក្រោយពីមានការជួយអន្តរាគមន៍ពលរដ្ឋពីគ្រប់ភាគីពាក់ព័ន្ធបានទាន់ពេលវេលាសមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានភាពបានហើយពន្លត់រហូតភ្លើងរលត់ជោគជ័យនៅវេលាម៉ោង 10:30 នាទីយប់ថ្ងៃខែដដែលហេតុការណ៍នេះមិនបណ្ដាលឲ្យមានជនណាម្នាក់ស្លាប់បាត់បង់ជីវិតឬរបួសនោះឡើយនំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168